បាទសួស្តីបងប្អូនទាំងអស់គ្នាហើយនេះគឺជាវីដេអូបន្តទៀតបាទជាមួយនឹងវីដេអូមុនខ្ញុំបាននិយាយអំពីប្រភេទម៉ូតូ PCX ដក4ហើយនិងដក5ឬក៏ចំនួនទី4ហើយនិងចំនួនទី5គួរទិញម៉ូតូមួយណាយកទៅជិះដែរគូតយើងមានសំណាងជិះម៉ូតូមួយណាដែរអញ្ចឹងហើយក្រោយពីបានបកស្រាយបងប្អូនអាចធ្វើការត្រេះរិះពិចារណាខ្លួនឯងបានថ្ងៃនេះគឺចូលមកប្រភេទម៉ូតូ CRF 250L វិញម្ដងបាទប្រភេទម៉ូតូ CRF ហ្នឹងឲ្យតែឃើញម៉ូតូគឺខ្ញុំដឹងតែនឹកឃើញរឿងជាមួយនឹងអតិថិជនទៀតហើយបាទខ្ញុំអាចនិយាយបានថាអតិថិជនចោះព្រោះគាត់មកសួរខ្ញុំច្រើនដងហើយប៉ុន្តែអត់ដែលទិញកន្លែងខ្ញុំទេបាទហើយមានបងប្រុសម្នាក់គាត់ទិញម៉ូតូគាត់ចង់ទិញម៉ូតូប្រភេទអាត្រៃអញ្ចឹងបងប្អូនយកទៅជិះហើយទៅគាត់បានតាក់ទងមកខាងយើងខ្ញុំប៉ុន្តែគាត់ទិញខាងយើងខ្ញុំឯងចុងក្រោយគាត់ទៅសម្រាប់ចិត្តទិញនៅកន្លែងផ្សេងហ្នឹងទិញនៅកន្លែងផ្សេងហើយអញ្ចឹងទៅនៅពេលណាដែលគាត់ខូចម៉ូតូបងប្អូនគាត់មកសួរខាងយើងខ្ញុំរហូតបាទហើយពេលណាសួរចុះឡើងអញ្ចឹងទៅគឺថាម៉ូតូគាត់ខូចច្រើនពេកបងប្អូនកន្លែងនេះក៏ខូចកន្លែងនោះក៏ខូចហើយគាត់ឲ្យខាងយើងខ្ញុំហ្នឹងពឹងពាក់ឲ្យខាងយើងខ្ញុំទិញគ្រឿងបន្លាស់ជូនគាត់បានប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងការខិតខំឬក៏រកគ្រឿងបន្លាស់ហ្នឹងគឺសម្រាប់តែអតិថិជនដែលទិញម៉ូតូពីឃ្លាំងយើងខ្ញុំតែប៉ុណ្ណោះបាទសួរថាថៃបានយើងខ្ញុំមិនបើកឱកាសឲ្យអ្នកផ្សេងទិញគ្រឿងដែរទៅបាទបងប្អូនអតិថិជនយើងខ្ញុំគឺរាប់រយអ្នករាប់ពាន់អ្នកហើយបងប្អូនតាំងពីលក់ម៉ូតូមកហើយមួយខែបងប្អូនដែលគាត់ផ្ញើលីសទិញគ្រឿងបោះម៉ូតូគាត់ហ្នឹងបងប្អូនបើសិនជារសុយវិញបងប្អូនឡើងវែងអនឡាញបងប្អូនខ្ញុំអង្គុយឆែកឡើងចិត្តមួយអាទិត្យណាបងប្អូនអញ្ចឹងខ្ញុំអត់ចង់បន្ថែមបន្ទុកមកបន្ថែមទៀតទេខ្ញុំសុខចិត្តបំរើតែអតិថិជនយើងខ្ញុំតែប៉ុណ្ណោះបាទគ្រាន់តែឃើញលីសដែលគេត្រូវការគ្រឿងគឺឡើងចង់កញ្ញាញ់ខួរបងប្អូនហើយទៅហើយទៅបងប្រុសម្នាក់ហ្នឹងគាត់ចង់ឲ្យយើងខ្ញុំទិញគ្រឿងឲ្យគាត់តែខ្ញុំសូមអធិស្ឋានគាត់ផងខ្ញុំអត់ទិញគ្រឿងឲ្យគាត់ទេហើយមួយវិញទៀតម៉ូតូដែលគាត់ទិញពីគេហើយគាត់មកល្អឬក៏ complain ស្ដីបន្ទោសថាគេអ្នកលក់ម៉ូតូខាងហ្នឹងអត់ល្អទេសំបីតែអាគុយហ្នឹងក៏ដាក់អាអន់ឲ្យគាត់គ្រាន់តែយកទៅផ្ទះភ្លាមដេលែងឆេះបាត់ហើយសំបីតែសំបុកអែហ្នឹងក៏កាចាស់អីដែរបងប្អូនប៉ុន្តែកុងទ័រនៅកុងទ័រតិចបើគ្រាន់តែខ្ញុំឮអញ្ចឹងបានថាម៉ូតូដែលគាត់ទិញហ្នឹងគឺប្រហែលជាសេរីកុងទ័រភាគច្រើនបងប្អូនហើយគាត់ថាទិញតែ3000ជាងតែប៉ុណ្ណោះបាទអញ្ចឹងហើយបងប្អូនគិតមើលម៉ូតូប្រភេទ CRF អញ្ចឹងបើតាមខ្ញុំមើលទៅបើសិនជាម៉ូតូកុងទ័រតិចក្រៅ10000គីឡូវាអត់អាចលក់ឲ្យបងប្អូន3000ជាងបានទេអញ្ចឹងហើយអាហ្នឹងសិតតែជាម៉ូតូអភិនិហាឬក៏ម៉ូតូដែលគេជប់ឡើងវិញស្អាតតែប៉ុណ្ណោះបាទគាត់និយាយចោះនិយាយឡើងទៅគាត់ចង់ខឹងមកខាងយើងខ្ញុំបងប្អូនខឹងថាអីគេម៉ូតូហ្នឹងអីក៏ចាស់ម៉េះហើយម៉ូតូហ្នឹងអីក៏អន់ម៉េះអីចឹងខ្ញុំគិតចូលកន្លែងហ្នឹងចាញ់គាត់តិចច្រឡំថាគាត់ហ្នឹងទិញម៉ូតូពីឃ្លាំងយើងខ្ញុំទេដឹងគ្រាន់តែយើងខ្ញុំទៅជែកជាមួយគាត់តែបន្តិចអញ្ចឹងហើយខ្ញុំគ្រាន់តែចុងក្រោយគ្រាន់តែប្រាប់គាត់ទៅវិញថាសូមបងទៅ complain ឬក៏ស្ដីបន្ទោសទៅឲ្យអ្នកហាងលក់ម៉ូតូដែលបងទិញម៉ូតូចោះខាងយើងខ្ញុំអត់អាចជួយបងបានអ្វីទៀតទេបាទអញ្ចឹងថាដូចថាខាងគេធ្វើខុសចំពោះគាត់ដូចចង់រកមកខឹងខាងយើងខ្ញុំវិញបាទអញ្ចឹងហើយអានេះរឿងម៉ូតូ PCX ម៉ូតូសំទោសម៉ូតូរឿងម៉ូតូ CRF បាទអាហ្នឹងក៏មានរឿងមួយទៀតផងដែរបាទអញ្ចឹងហើយម៉ូតូផ្សេងទៀតនៅក្នុង stock ម៉ូតូ Suzuki Big Boy ហើយនិងម៉ូតូ Suzuki Big Boy នោះក៏ប្រចាំងឲ្យបងប្អូនឃើញរួចហើយដែរអានេះនៅមុខនេះគឺ PCX ប្រភេទ hybrid បាទ PCX hybrid ម៉ូតូ PCX hybrid ជិះទៅស្ទុះហើយនឹងភាគច្រើនម៉ាស៊ីនវាគឺធន់ជាងម៉ូតូធម្មតាបាទហើយមួយទៀតយើងក៏មានប្រភេទម៉ូតូអាគប់ Pro ផងដែរបាទអាគប់ Pro គឺបើសិនជាដូចថាចេះ
បងប្អូនចូលចិត្តទិញម៉ូតូដែលដូចថាអត់ចង់ឲ្យវាខូចតតែសោះបាទអត់ចង់ដូរអីដូរឯងខ្ញុំ recommend ឲ្យគឺប្រភេទម៉ូតូដឹកនេះហើយបាទសូម្បីតែបងប្អូនពេលណាដួលបងប្អូនមើលអាចំហៀងនេះមើលអាកាងនេះដួលទៅវាប៉ះកាងមុនណាបងប្អូនមុននឹងប៉ះនេះមុននឹងប៉ះអានេះអាមពូសញ្ញោវាបើសិនយើងដួលម៉ូតូដួលខាងណាក៏ដោយនេះបងប្អូនមើលដួលគឺប៉ះនេះមុនវាអាចឲ្យមកប៉ះអាគ្រឿងក្នុងនេះបានទេអានេះវាវែងជាងហើយមួយទៀតមើលបូមវាបងប្អូនបូមប្រភេទម៉ូតូអាកុបប្រូហ្នឹងភាគច្រើនវាធ្វើកង់កទឿដើម្បីវាដើម្បីឲ្យសម្ពាធខ្យល់របស់វាក្រាស់ខ្លាំងប៉ុន្តែវាសុកចិត្តសដអាបូមនេះហ្នឹងឲ្យវាវែងជាងធម្មតាវិញអញ្ចឹងណាបើសិនជាយើងបើសិនជាបងប្អូនដឹកអាវ៉ាន់ធ្ងន់អាបូមនេះវាជួយកង់នេះអាចទ្រសម្ពាធធ្ងន់បានបាទអាហ្នឹងហើយគឺអង្គសញ្ញាគឺគេធ្វើអញ្ចឹងខាងមុខដូចគ្នាដែរសដបូមនេះឲ្យវាវែងឲ្យវាមាន cushion ឬក៏មានអា pressure ហ្នឹងឲ្យវាខ្លាំងហើយកង់ឲ្យវាធំវាកម្មាប់តែវាកទឿអាហ្នឹងហើយគឺជាប្រភេទម៉ូតូដឹកអីវ៉ាន់បាទហើយយើងក៏មានម៉ូតូ Charlie ផងដែរបាទម៉ូតូ Charlie គឺចូល stock វិញទៀតហើយបាទម៉ូតូ Charlie គឺប៉ិតប្រកាសបងប្អូនកុងទ័រគីឡូរបស់វាគឺទៅតែ 4000 គីឡូតែប៉ុណ្ណោះបាទហើយម៉ូតូ Charlie ទូចយើងអាចបរៀនកូនយើងឲ្យចេះជិះប្រភេទម៉ូតូចង្កឹះលេខបើសិនជាគាត់នឹងនៅក្មេងអាយុប្រហែលជា10ឆ្នាំជាងឲ្យគាត់ជិះនៅផ្ទះក៏បានដែរបាទទូចមែនតើគីឡូស្រាលបើយើងទិញម៉ូតូធ្ងន់ធំបងប្អូនដូចក្មេងៗអញ្ចឹងទិញកៅអៅរៀងធំជាងខ្លួនពេលណាវាធំអញ្ចឹងទៅវាពាក់បានរហូតតែអត់កើតទេបងប្អូនធ្វើដាក់ជាមួយម៉ូតូអត់កើតទេម៉ូតូធំក្មេងជិះទៅយើងគាត់ថាជិះវាដល់ធំអត់ទេក្មេងជិះតែ2ឆ្នាំគឺគេដូរចិត្តហើយមួយទៀតគ្រោះថ្នាក់ថែមទៀតបងប្អូនហើយបន្តទៀតគឺម៉ូតូSuzuki Big Boy នេះក៏ស្អាតគ្រាន់បើដែរបាទ Suzuki Big Boy នេះអានេះគេចូលចិត្តថៃគេអ្នកស្រុកខ្មែរពេលណាមានអាហ្នឹងភ្ជាប់ទៅគេកថាគេ GPS ចាប់អីណាអត់ទេបងប្អូនអាហ្នឹង ETC ឯងយើងរត់ផ្លូវលបឿនលឿននៅស្រុកជប៉ុននេះគឺគេដាក់កាតចូលមិនបាច់ចាំបាច់ដូចនៅស្រុកខ្មែរយើងហុចលុយតាមកញ្ចក់អត់ទេយើងជិះទៅប្រយគេកាត់លុយតាមកាតទេបងប្អូនប៉ុន្តែអាហ្នឹងទៅដល់ស្រុកខ្មែរគឺដោះចោលហើយយើងអត់ប្រើអត់បានទេបាទអញ្ចឹងអស់ហើយមានប៉ុណ្ណឹងបងប្អូនអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះហើយតិចទៀតខ្ញុំនឹងធ្វើការឡើងទូបន្តទៀតហើយធ្វើការដោះប្របែកហើយនឹងឡើងទូខ្ចប់ព្រំមួយឲ្យស្អាតយកផ្ចិតផ្ចង់យកស្នាដៃបាទអញ្ចឹងសូមអរគុណនឹងជួបគ្នាក្នុងវីដេអូក្រោយទៀតបាទ